បាទខ្ញុំបាទសូមជម្រាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះដែលសម្ដេចបានអនុញ្ញាតឲ្យលោក Thomas Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពជាខ្លឹមសារដោយសង្ខេបសម្ដេចតេជោបានសម្ដែងនៅការអបអរសាទរចំពោះលោក Andrew ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឲ្យលោកមុតតាបនដែលលាលែងពីតំណែងកាលពីពេលថ្មីនេះហើយសម្ដេចសង្ឃឹមថាជំនួបរបស់សម្ដេចជាមួយនឹងលោក Andrew ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅពេលនេះលោក Andrew នឹងអាចឆ្វែងយល់អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរនៅក្នុងឱកាសនោះលោក Andrew បានសម្ដែងនៅការអរគុណជានាយកបការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យរូបលោកនិងសហការីបានជួបនៅក្នុងឱកាសនេះលោកវិតម្លៃខ្ពស់ណាស់ចំពោះការផ្តល់ឱកាសនេះលោកថាការដែលសម្ដេចតេជោអនុញ្ញាតឲ្យលោកជួបនេះគឺជាសញ្ញាដ៏វិជ្ជមានដ៏ល្អមួយដែលបង្ហាញអំពីការផ្តល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្សហើយលោកបានលើកឡើងថាការពីលោកធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ាតើតើនឹងសិទ្ធិមនុស្សនឹងគឺថាលោកមិនមានឱកាសក្នុងការជួបជាមួយនឹងមេដឹកនាំកម្ពុជានោះឡើយដែលនេះជាចំណុចលោកវិតម្លៃខ្ពស់ចំពោះការផ្ដល់ឱកាសរបស់សម្ដេចតេជោឲ្យលោកបានជួបហើយលោកក៏បានលើកឡើងរំលឹកអំពីពេលដែលលោកធ្វើជាអ្នករាយការណ៍ពិសេសនៅមីយ៉ាន់ម៉ាដោយលោកបានរំលេចនៅការលើកឡើងរបស់សម្ដេចតេជោដែលការនោះនៅពេលដែលមានការកាត់ទោសប្រហារជីវិតចំពោះអ្នកទោសមីយ៉ាន់ម៉ាសម្ដេចតេជោលោកបានអំពាវនាវឲ្យមានការបន្ធូរបន្ថយទោសហើយលោកចាប់អារម្មណ៍មែនទែនចំពោះលោកសប្បាយរីមែនទែននៅពេលដែលឮការលើកឡើងការអំពាវនាវរបស់សម្ដេចតេជោដែលពេលនោះសម្ដេចនៅជាដឹកនាំជាប្រធានអាស៊ានការធ្វើជានាយករដ្ឋមន្ត្រីនៅពេលនោះហើយលោក Andrew ក៏បានសម្ដែងនៅការអបអរសាទរសរសើរចំពោះកម្ពុជាផងដែរដែលលោកបានលើកឡើងថាកម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ក្នុងការផ្ដល់សច្ចាប័នតាក់ទងទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលនេះជាចំណុចដ៏ល្អប្រសើរមួយដែលកម្ពុជាបានធ្វើហើយមានការកោតសរសើរពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះហើយទន្ទឹមនឹងនេះលោកក៏បានតាមដានដែរអំពីស្ថានភាពនៃព្រំដែនកម្ពុជានិងថៃដោយលោកមានបំណងចង់ទៅលោកគ្រងនឹងទៅជួបជនភាគសឹករបស់កម្ពុជាដែលទទួលរងនូវឥទ្ធិពលដែលទទួលការលំបាកដែលកើតចេញអំពីសង្គ្រាមរវាងកម្ពុជានិងថៃលោកចង់ទៅឃើញនៅទស្សនវិជ្ជាជាក់ស្ដែងផលលំបាករបស់ជនភាគសឹកតើស្ថានភាពនៅពេលនោះជួបការលំបាកយ៉ាងដូចម្តេចលោកចង់ឃើញផ្ទាល់ភ្នែករបស់លោកតែម្ដងបន្ថែមពីលើនេះលោកក៏លើកឡើងដែរអំពីស្ថានភាពនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដោយលោកបានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួនដែរមិនអត់ទេលោកបានលើកឡើងចំពោះមុខសម្ដេចតេជោតាក់ទងនឹងសិទ្ធិនៃការបញ្ចេញមតិលោកបានលើកឡើងបញ្ហានេះហើយជាការឆ្លើយតបសម្ដេចតេជោបានលើកឡើងថាសម្ដេចអរគុណណាស់ដែលលោកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលស្គាល់នៅចំណុចល្អរបស់កម្ពុជាជាពិសេសគឺតាក់ទងទៅនឹងការផ្ដល់សច្ចាប័នពាក់ព័ន្ធទៅនឹងការទទួលស្គាល់សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនិងការទទួលយកអនុសាសន៍របស់កម្ពុជាទទួលយកអនុសាសន៍ជាង 80% ដែលនេះជាការទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាហើយសម្ដេចក៏អរគុណដែរចំពោះការចាប់អារម្មណ៍ចំពោះរឿងរ៉ាវព្រំដែនរវាងកម្ពុជានិងថៃហើយសម្ដេចពិតជាអរគុណដែលលោកចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅដោយផ្ទាល់ទៅជួបជនភាគសឹករបស់កម្ពុជានៅតាមព្រំដែនដែលទទួលរងផលប៉ះពាល់កើតចេញពីសង្គ្រាមរវាងកម្ពុជានិងថៃនោះហើយសម្ដេចសង្ឃឹមថាលោក Andrew នឹងបានឃើញអំពីទស្សនវិជ្ជាជាក់ស្ដែងថាតើប្រជាជនកម្ពុជាដែលជាជនភាគសឹកនោះទទួលរងនូវផលប៉ះពាល់និងភាពពិតប្រាកដលំបាកយ៉ាងដូចម្តេចផ្ទាល់នឹងភ្នែករបស់លោកតែម្ដងតាក់ទងទៅនឹងរឿងរ៉ាវព្រំដែននេះសម្ដេចតេជោក៏បានពន្យល់ជាសារបានពីការកើតឡើងពីចំនួនព្រំដែនកម្ពុជានិងថៃដល់លោក Andrew ឲ្យបានយល់បន្ថែមទៀតផងដែរឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Andrew
ដែលពាក់ព័ន្ធទៅនឹងរឿងសិទ្ធិមនុស្សដែលលោកមានលើកឡើងអំពីចំណុចខ្វះខាតខ្លះពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាពិសេសទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិសម្ដេចតេជោលោកលើកឡើងថានៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្សគេត្រូវនិយាយអំពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិនដែលជាការផ្ដល់អធិភាពរបស់រដ្ឋាភិបាលកម្ពុជារបស់យើងអញ្ចឹងសិទ្ធិបញ្ចេញមតិវាអាចកើតមានទៅបានវាអាស្រ័យទៅលើសិទ្ធិរស់រានមានជីវិតមានរស់រានមានជីវិតហើយមានសន្តិភាពស្ថិរភាពជាដើមទើបមានសិទ្ធិនៃការបញ្ចេញមតិតែយ៉ាងណាក៏ដោយចុះសម្ដេចតេជោលោកលើកឡើងថាការបញ្ចេញមតិទាំងឡាយរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតឬក៏តាំងពីជំនាន់សម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រីគឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋឬការអនុវត្តសិទ្ធិមនុស្សដែលក៏ប៉ុន្តែការសិទ្ធិបញ្ចេញមតិនោះគឺត្រូវតែស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដងនេះជាការគូបញ្ជាក់របស់សម្ដេចតេជោលោកបើកសិទ្ធិក្នុងការរិះគន់ក្នុងន័យស្ថាបនាក៏ប៉ុន្តែបើក្នុងន័យប្រាចាស់អំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយនោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេយ៉ាងណាក៏ដោយសម្ដេចតេជោក៏លើកឡើងដែរថាវាច្បាស់ណាស់ប្រទេសណានៅលើសកលលោកក៏ដោយការអនុវត្តប្រជាធិបតេយ្យឬសិទ្ធិមនុស្សនោះសេរីភាពនៃការបញ្ចេញមតិដែលជាការលើកឡើងនោះគឺគ្មានប្រទេសណាមួយដែលអនុវត្តបានល្អឥតខ្ចោះទេវាតែងតែមានចំណុចខ្វះខាតក៏ប៉ុន្តែការខ្វះខាតនោះត្រូវបានកែតម្រូវនិងបានស្ថាបនាជាបន្តហើយសម្ដេចតេជោសង្ឃឹមថាលោក Thomas Andrew នឹងបានធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការធ្វើយ៉ាងណាដើម្បីធ្វើឲ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងកាន់តែនេះជារួមនៃការលើកឡើងរបស់សម្ដេចតេជោនៅក្នុងជំនួបជាមួយនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយចុងក្រោយសម្ដេចតេជោជូនពរឲ្យលោក Thomas Andrew ទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជាបាទ